លោកផៃវណ្ណៈថាសមត្ថកិច្ចគួរតែតាមចាប់អ្នកហៅជួលឡានស្ទូចមិនមែនមកចាប់ម្ចាស់ឡានស្ទូចនិងព្រូឡានតាមបណ្ដឹងនិងបញ្ជារបស់លោកថេងសំណាងព្រះរាជអាជ្ញារងនោះទេមហាជនជាច្រើនបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការអន្តរាគមន៍របស់លោកផៃវណ្ណៈជុំវិញការចាប់បញ្ជូនម្ចាស់ឡានស្ទូចនិងព្រូឡានទៅតុលាការខណៈដែលរឿងនេះត្រូវបានគេមើលឃើញថាបុគ្គលមានអំណាចបនសាអាចចាប់ចងពលរដ្ឋទុនខ្សោយស្លូតត្រង់យ៉ាងមិនក៏បានលោកផៃវណ្ណៈនៅថ្ងៃនេះបានបញ្ជាក់បន្ថែមថាអយុត្តិធម៌សង្គមនឹងការឡើងច្រើននៅពេលដែលអ្នកមានបនសាមានអំណាចអនុវត្តច្បាប់មិនបានត្រឹមត្រូវជាពិសេសអ្នកមានបនសាមានអំណាចមានលុយនិយាយស្អីក៏ត្រូវចំណាយពលរដ្ឋទុនខ្សោយនិយាយស្អីក៏ខុសរងចាំតែជាប់គុកជាប់ច្រវាក់មន្ត្រីអនុវត្តច្បាប់មិនស៊ើបអង្កេតស្រាវជ្រាវច្បាស់លាស់ទទួលបណ្ដឹងភ្លាមចាប់ដាក់គុកផ្លេតលោកបានបន្ថែមថាជាក់ស្ដែងដោយករណីអ្នកបើកបរឡានស្ទូចនិងព្រូឡានដែលទៅស្ទូចកុងតឺន័រតាមការជួលពីម្ចាស់លេខទូរស័ព្ទ097 26 82 267មិនទាន់បានស្ទូចចប់ស្រួលបួលផងស្រាប់តែមានអ្នកផ្សេងមកអះអាងថាជាម្ចាស់កុងតឺន័រពេលនោះអ្នកបើកបររថយន្តស្ទូចក៏ដាក់កុងតឺន័រចុះវិញហើយបើកឡានចេញទៅមិនមែនរត់គេចខ្លួនដោយការចោទប្រកាន់ទេផ្ទុយទៅវិញអ្នកដែលរត់គេចខ្លួនគឺម្ចាស់លេខទូរស័ព្ទ097សមត្ថកិច្ចគួរតែសាកសួរបំភ្លឺពីអ្នកបើកបររថយន្តនិងព្រូឡានរួមទាំងសាកសីពាក់ព័ន្ធដើម្បីស្រាវជ្រាវតាមចាប់អ្នកហៅទៅស្ទូចមកសាកសួររកការពិតមិនមែនមកចាប់អ្នកបើកបរឡាននិងព្រូឡានដាក់គុកតាមពាក្យបណ្ដឹងនិងតាមការបញ្ជារបស់លោកថេងសំណាងព្រះរាជអាជ្ញារងនោះទេលោកផៃវណ្ណៈបានបន្តទៀតថាបើទោះបីពេលនេះដើមបណ្ដឹងជានគរបាលនិងលោកថេងសំណាងចោទប្រកាន់មកលើអ្នកបើកបរនិងព្រូឡានជាចោរហើយយកទៅដាក់គុកក៏ដោយខ្ញុំនឹងតស៊ូមតិតាមបណ្ដាញសង្គមដើម្បីជួយពួកគាត់ទាំងពីរឲ្យមានសេរីភាពឲ្យមានយុត្តិធម៌វិញមិនត្រូវទុកឲ្យពលរដ្ឋទុនខ្សោយត្រូវគេធ្វើបាបតាមតែអំពើចិត្តនោះឡើយលោកបានបន្តទៀតថាដេកយល់សពកណ្ដាលថ្ងៃឃើញទេវតាខ្សឹបប្រាប់ថាពន្លឺយុត្តិធម៌សម្រាប់បងប្អូនទាំងពីរចាប់ផ្ដើមមករះហើយសង្ឃឹមថាបងប្អូនទាំងពីរអាចនឹងជួបជុំប្រពន្ធកូនវិញឆាប់ៗនេះសូមឲ្យការយល់សពនេះក្លាយជាការពិតទៅចុះ